អ្នកធ្វើបានដោយរបៀបណានិយាយស្អីខ្ញុំជាមនុស្សដែលមានការពារគ្រាន់តែសំណាងល្អប៉ុណ្ណោះចៃដន្យទូហ្វុងត្រីធំនេះមិនមែនជាសំណាងទេនេះជាសមត្ថភាពខ្ញុំធ្វើការងារនេះយូរឆ្នាំហើយមិនដែលឃើញអ្នកណាម្នាក់ប្រើទូកចាស់មួយអាចចាប់បានទំនិញស្មើនឹងគេកន្លះឆ្នាំក្នុងមួយថ្ងៃទេទាំងនេះស្រូបប៉ុន្មានក្តាម Boostrong ឆ្ងាញ់រសជាតិដិតជ្រៅស្ដេច5មួយក្បាលត្រីក្រហមថ្នាក់ល្អ12ក្បាលបង្កងផ្កាក្តាមស្ដេច2កន្ត្រក1ក្បាល15 000 090 0ក្រហម1ក្បាល8 000 096 0កន្ត្រក1កន្ត្រក30 000 060 0 245 យល់ព្រមមុននេះខ្ញុំចាំបានថាក្នុងរូបដែលអ្នកផ្ញើមកនៅមានបង្កងមួយទៀតនេះគឺជាបង្កងក្រវីងយៈខ្ញុំលក់អាហារសមុទ្រអស់ជាច្រើនឆ្នាំមិនដែលឃើញបង្កងធំបែបនេះទេអ្នកស្រីសិនវាដូចជាខ្លាចជាវិញ្ញាណហើយរបស់នេះតាក់ទីភ្នែកគ្រប់គ្រាន់ទេគ្រប់គ្រាន់ណាស់បង្កងមួយក្បាលនេះខ្ញុំអាចឲ្យអ្នក200 000 0តខ្លួនព្រោះខ្ញុំក៏ត្រូវទទួលហានិភ័យមួយផ្នែកដែរគ្មានបញ្ហាទឹកប្រាក់446 000យន់បាន80 000ថ្ងៃនេះចូលកាន់នេះដល់440 000ខ្ញុំចេញសមុទ្រប្រឈមឆប់ភ្លៀងតស៊ូអស់ជាច្រើនឆ្នាំមួយឆ្នាំរកបានតែ2-3ម៉ឺនប៉ុណ្ណោះហើយត្រូវចាំងលីស៊ីចាយអស់ទៀតឈិនយ៉នលើកនេះពិតជាអរគុណអ្នកណាស់អ្នកបានជួយដោះស្រាយបញ្ហាធំមួយឲ្យខ្ញុំរឿងទៅទេបានបម្រើស្រីស្អាតដូចអ្នកគឺជាកិត្តិយសរបស់ខ្ញុំមកអីមែនថ្ងៃស្អែកអ្នកក៏មកទិញហើយជាមួយខ្ញុំផងលបឿនរកលុយបែបនេះលឿនពេកហើយរាល់ពេលចេញសមុទ្រចាប់បានទំនិញល្អច្រើនបែបនេះច្បាស់ជាធ្វើឲ្យគេសង្ស័យខ្ញុំត្រូវរកអត្តសញ្ញាណមួយដើម្បីបិទបាំងនេះជាអ្វីទៅមើលទៅដូចជាបង្កងក្រវីងយៈធំបែបនេះអ្នកកំពុងលេងសើចទេប្រញាប់ទូរស័ព្ទរីកាទៅលោកលីមិនល្អហើយសិនបានទទួលអាហារសមុទ្រហើយចំនួនក៏មិនតិចដែរមានតែចំនួនមានប្រយោជន៍អីត្រីតូចបង្គាតូចមិនអាចយកទៅបង្ហាញបានទេមិនមែនទេលោកលីនៅមានបង្កងយៈមួយក្បាលទៀតគ្រាន់តែស្នែងទាំងពីរក៏ធំប៉ុនដៃក្មេងម្នាក់ដែរអីមិនអាចទៅរួចទេមានបង្កងធំបែបនេះឯណាអ្នកណាជាអ្នកចាប់មិនបានថតមុខច្បាស់ទេនៅឆ្ងាយពេកមើលមិនច្បាស់ប៉ុន្តែសិនបានហៅគាត់ថាឈិនយ៉នមានរឿងអីបងហាមានអ្នកគ្រប់គ្រងទំនិញឲ្យសិនបានហើយមនុស្សនោះហាក់ដូចជាឈ្មោះឈិនយ៉នមិនអាចទេខ្ញុំបានឃើញតបនៃថាគេលេចចូលសមុទ្រហើយប្រហែលជាគ្រាន់តែឈ្មោះដូចគ្នាប៉ុណ្ណោះថ្ងៃស្អែកទៅវិមានស័ព្ទសមុទ្រជាមួយគ្នាខ្ញុំចង់ឃើញថាតើជានរណាពិតប្រាកដសាក់សមឈ្មោះវិមានស័ព្ទសមុទ្រមែនពិតជាមានសមត្ថភាពខ្លាំងក្នុងពេលមានបំណាំនេសាទមានតែវិមានស័ព្ទសមុទ្រប៉ុណ្ណោះដែលមានគ្រឿងសមុទ្រទំហំបែបនេះនោះជាអ្វីនេះជាបង្កងនេះមិនមែនជាបង្កងធម្មតាទេនេះគឺជាបង្កងចិនសមុទ្រប្រណិតដែលមានតែនៅក្នុងរឿងព្រេងនេះពិតជាមិនមែនជាបង្កងធម្មតាទេនេះជាបង្កងចិនសមុទ្រប្រណិតអោបព្រះឲ្យខ្ញុំធ្វើការងារនេះជាច្រើនសិបឆ្នាំមិនដែលឃើញបង្កងចិនសមុទ្រធំបែបនេះទេមើលទំហំវាហើយមើលសម្បត្តិឱកាសនេះមើលទៅប្រហែលជា15គីឡូក្រាមឯណោះប្រធានឈាមវាមានតម្លៃប៉ុន្មានគ្រឿងសមុទ្រកម្រិតនេះជារបស់កម្ពុជាក្នុងចំណោមរបស់កម្ពុជាលែងអាចលក់តាមគីឡូបានទៀតហើយប្រធានឈាមកុំអាប់ប្រញាប់ឡើងទៅជន់លើញ៉ាំបាយផងនិយាយគ្នាផងសិនលោកប្រធានឈិនថ្ងៃនេះលោកធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលខ្លាំងណាស់មិនបាច់ញ៉ាំបាយទេនិយាយតម្លៃមកបង្កងនេះតម្លៃប៉ុន្មានខ្ញុំយកហើយប្រធានឈានថ្ងៃនេះសុទ្ធតែអ្នកជំនាញតម្លៃបង្កងមួយនេះខ្ញុំជឿថាលោកប្រកាសជាមិនឲ្យតម្លៃទៀតទេបើថៅកែសិននិយាយបែបនេះខ្ញុំឲ្យ2សែនយន់ខ្ញុំឲ្យ2សែន50000យន់ដើម្បីអបវិមានស័ព្ទសមុទ្រកុំដណ្ដើមអីប៉ុន្មានថ្ងៃទៀតជាខួប80ឆ្នាំរបស់យាយខ្ញុំបង្កងនេះខ្ញុំយកខ្ញុំឲ្យ3សែនយន់មែនទែនជាបង្កងចិនសមុទ្រប្រណិតតើអ្នកណាកំពុងបំផ្លាញផែនការខ្ញុំពីក្រោយខ្នងបងហាតើអាចជាឈិនយូនមិនទាន់ស្លាប់ទេមិនអាចទេទោះគេមិនស្លាប់ក៏ដោយក៏គ្មានសមត្ថភាពបែបនេះដែរចាប់បានគ្រឿងសមុទ្រធំបែបនេះបើគេមានសមត្ថភាពមែនជំងឺរបស់ជីតាគេជាសេះស្វាយយូរហើយអ្នកទាំងអស់គ្នាប្រហែលមិនដឹងទេយូថាការីជុងជីនបង្កងចិនសមុទ្រតំណាងឲ្យសំណាងល្អនៅសម័យនោះមានតែព្រះចៅអធិរាជប៉ុណ្ណោះដែលបានបរិភោគវាបង្កងចិនសមុទ្រមួយក្បាលត្រូវបញ្ជូនពីឆ្នេរសមុទ្រចូលរាជធានីដល់ដូសេះយ៉ាងលឿនតាមផ្លូវដូសេះមិនព្រមមនុស្សបើយឺតតែមួយថ្ងៃអាចត្រូវកាត់ក្បាលបានថ្ងៃនេះខ្ញុំមានសំណាងបានជួបរបស់កម្រិតបែបនេះលោកសិនខ្ញុំសុខចិត្តឲ្យ550,000យន់អូហូ550,000យន់នេះលើកពេកហើយបើរកលុយបានលឿនបែបនេះខ្ញុំមិនយូរទេក៏មានសេរីភាពរ៉ានទៅហើយបើប្រធានឈានស្មោះត្រង់បែបនេះអីចឹងបង្កងចិនសមុទ្រនេះអូបង្កងនេះងាប់ហើយចប់ហើយបើវាងាប់មែនវានឹងក្លាយជាសាច់រលួយគ្មានតម្លៃទេអមម៉ែឲ្យសំណាងណាស់មុននេះខ្ញុំស្ទើរតែដេញថ្លៃ3សែនយន់ហើយមិនបានទេមើលសភាពនេះប្រហែលមិនរស់ទេបង្កងចិនសមុទ្រធំបែបនេះរាប់សិបឆ្នាំទើបជួបបានម្ដងគួរឲ្យស្ដាយណាស់អេនេះជាវាសនាទាំងអស់នេះគឺជាវាសនាងាប់ទៅកាន់តែល្អនេះហើយជាវាសនាខ្ញុំចង់ឃើញថាអញនៅអាចចាប់បង្កងបែបនេះបានប៉ុន្មានទៀតទឹកនេះមិនប្រកបដោយទេអុកស៊ីសែនមិនគ្រប់គ្រាន់មិនមែនបង្កងចិត្តមកទេតែអានហ្វអុកស៊ីសែនថាំពូននេះខ្មៅរបស់ខ្ញុំប្រហែលអាចសម្អាតគុណភាពទឹកបានមិនថាយ៉ាងណាសាក់មើលសិនឈិនយួនទីបំផុតអ្នកមកហើយលោកសិននេះគឺប្រធានឈាននេះគឺឈិនយួនបង្កងចិនសមុទ្រនេះគាត់ជាអ្នកចាប់បានដោយផ្ទាល់អូយុវជនពិតជាពូកែមែនគួរឲ្យស្ដាយណាស់បង្កងនេះឥឡូវប្រធានឈានសូមឲ្យខ្ញុំមើលស្ថានភាពបង្កងសិនឈិនយួនអ្នកពិតជាមានវិធីមែនឬមិនដឹងដែរសាក់មើលសិនពួកអ្នកមើលឆាប់
ហើយដើម្បីខ្ញុំមានអារម្មណ៍ថាទឹកនេះខុសពីមុននិយាយទៅខ្ញុំក៏មានអារម្មណ៍ដូចគ្នាប្រហែលជាគ្រាន់តែស្រមៃទេរស់ហើយគាត់រួមមែនអូព្រះអើយមុននេះគាត់បានធ្វើអ្វីទៅគាត់ពិតជាជួយឲ្យវារស់ឡើងវិញមែនក្មេងប្រុសអ្នកធ្វើបានដោយរបៀបណាហាហាតាមពិតខ្ញុំក៏មិនបានធ្វើអ្វីច្រើនទេគ្រាន់តែឃើញគុណភាពទឹកមិនសូវល្អស្មានថាវាខ្វះអុកស៊ីសែនប៉ុណ្ណោះអ្នកពិតជាពូកែមែនលោកប្រធានឈិនបង្កងនេះតម្លៃ55,000នៅតែជារបស់ខ្ញុំមែនទេជាការពិតណាស់ពិតជាឈិនយ៉នមែនគាត់ពិតជាមិនស្លាប់មែនបងហើយឈិនយ៉នពិតជាមិនស្លាប់ទេបើគាត់ដឹងថាពួកយើងប៉ុនប៉ងសម្រាប់គាត់វិញតែធ្វើម៉េចខ្លាចអីក្នុងសមុទ្រក៏គ្មានកាមេរ៉ាដែរគាត់មានភស្តុតាងឬយើងទៅសិនទោះមិនដឹងថាក្មេងនេះធ្វើម៉េចឲ្យបងស្លាប់រស់ឡើងវិញក៏ខ្ញុំមិនជឿថាគាត់នឹងមានសំណាងគ្រប់លើទេលោកប្រធានឈិនក្មេងម្នាក់នេះមិនត្រឹមតែជំនាញនេសាទល្អទេសូម្បីតែភ្នែកមើលរបស់ក៏ពូកែបំផុតលោកពិតជាមានចក្ខុវិស័យល្អលោកប្រធានឈិននិយាយលេងហើយយើងឡើងទៅញ៉ាំអាហារសិនទៅញ៉ាំផងនិយាយផងបានហានិយាយទៅឈិនយ៉នពិតជាសង្ហាមែនជាពិសេសពេលគាត់ជួយសម្រួលបង្កងមុននេះទឹកមុខដែលពោពេញដោយទំនុកចិត្តនោះពិតជាតាក់ទាញខ្លាំងណាស់អូយខ្ញុំកំពុងគិតអ្វីទៅហ្នឹងអ្នកស្រីសិនមានរឿងអីមុខក្រហមដូចគូស្វាយអញ្ចឹងអត់អីទេទៅលឿនទៅសិនបានមិនមែនលងស្រឡាញ់ខ្ញុំទេប៉ុន្តែខ្ញុំជាបរិបទដែលមាននីតិសន្ធិដ្ឋក្នុងខ្លួនបើនាងស្រឡាញ់ខ្ញុំក៏បញ្ជាក់ថានាងមានភ្នែកល្អលោកប្រធានឈិនថ្ងៃនេះពិតជាធ្វើឲ្យខ្ញុំបើកភ្នែកមើលពិភពលោកមែនលោកប្រធានឈិនសរសើរពេកហើយលោកប្រឡូកក្នុងទីផ្សារគ្រឿងសមុទ្រជាច្រើនឆ្នាំរឿងបន្តិចបន្តួចរបស់ខ្ញុំសម្រាប់លោកគ្រាន់តែជារឿងតូចប៉ុណ្ណោះមួយសន្ទុះទៀតផ្នែកហិរញ្ញវត្ថុនិងផ្ទេរប្រាក់សម្រាប់បង្កងជីមស៊ីវបន្ទាប់មកខ្ញុំនឹងចាត់ឡានមកយកឈិនយ៉នលើកក្រោយបានមានទំនិញល្អកុំភ្លេចតាក់ទងខ្ញុំឥឡូវនេះខ្ញុំជាមួយវិមានសាសមុទ្រគឺជាដៃគូសហការរយៈពេលវែងហើយកុំបារម្ភលោកប្រធានឈិនប្រកាសជាតាក់ទងលើកនេះអរគុណអ្នកច្រើនមិនអីទេរឿងតូចប៉ុណ្ណោះហើយអ្វីបានជាផ្ទេរលុយឲ្យខ្ញុំ2សែនទៀតលើកមុនខ្ញុំចំណាយ2សែនទិញបង្កងពេលនោះក៏មិននឹកស្មានថាអាចចំណេញច្រើនបែបនេះដែរចំណែកធំបំផុតដើមឡើយក៏គួរតែជារបស់អ្នកមិននឹកស្មានថាលោកស្រីសិនមិនត្រឹមតែស្អាតទេថែមទាំងចិត្តល្អទៀតធ្វើឲ្យខ្ញុំមានអារម្មណ៍ថាចាប់ដើមលងស្រឡាញ់អ្នកហើយមកអីមែនឥឡូវនេះយើងមានទូកទំនេរប៉ុន្មានបងហៅពេលនេះយើងនៅមានទូកនេសាទទំនេរ10គ្រឿងជួយតាក់ទងលោកចិនម្ចាស់ហៃធានសញ្ញាយល់ថាហៃធានសញ្ញាថ្មីនេះត្រូវស្ដាប់សមុទ្រសង្កត់រហូតងើបមុខមិនរួច